បងដែលគាត់មានបំណងចង់រៀនភាសាកូរ៉េតែអត់ដឹងទីតាំងមែនអត់វីដេអូនេះគឺខ្ញុំផ្ដោតសំទៅលើបងដែលគាត់ចង់រៀនភាសាហើយគាត់មានទីលំនៅនៅក្នុងក្រចេះតែម្ដងឬក៏នៅខេត្តក្រចេះយើងមានឯករាជ្យមិញគឺយើងជិះមកតាមត្រង់នឹងហ្មងតែអ្នកនរគ្នាគឺជិះមកត្រង់រហូតណាខ្ញុំមកអាចមើលផ្លូវបណ្ដានិងស្ដាប់ខ្ញុំនិយាយពីគុណប្រយោជន៍នៅក្នុងការរៀនភាសាកូរ៉េខ្ញុំគឺខ្ញុំបែងចែកជាពីរមួយនឹងគឺបងរៀនដើម្បីធ្វើជាកម្មករនៅក្នុងប្រទេសកូរ៉េទី2បងរៀនដើម្បីចង់ខ្លាចជាគ្រូបង្រៀនក្នុងស្រុកហើយបើសិនជាបងគាត់ចង់រៀនដើម្បីធ្វើជាពលករទៅស្រុកគេទី1បងត្រូវតែមានសុខភាពល្អហើយទី2បងពាក់ព័ន្ធជាមួយនឹងចំណេះដឹងទូទៅរបស់យើងដូចជាយើងរៀនបានកម្រិតណាអាចឈានទៅមុខកើតអីនៅពេលដែលយើងរៀនហើយយើងត្រូវការធ្វើតេស្តប្រឡងហើយធ្វើតេស្តសុខភាពរបស់យើងដែរមិនអាចទៅធ្វើការនៅស្រុកគេអញ្ចឹងសម្រាប់បងមានជម្រើសពីរនោះបងគួរជ្រើសមួយណាដែរបើចង់ឲ្យខ្ញុំចែករំលែកកាត់តែលម្អិតជាមួយនឹងភាសាកូរ៉េដូចជាកន្លែងដែលមានប្រយោជន៍ជាច្រើនកុំភ្លេចជួយ Subscribe ផងណាជួបគ្នានៅវីដេអូក្រោយឈប់សិនមិនតាន់ចាប់ទេណាចាអ្នកទាំងអស់គ្នាងាកទៅនៅខាងឆ្វេងដៃគឺឃើញសាលារៀនហើយនេះគឺខ្ញុំកាត់